ok chắc anh chỉ được sang không ca thì được xe con ai chứ nè ok trong bây giờ trôn trôn nghe thành nhâm chắc như cái ca chưa học chiêu một hai ca chưa ai bậc cái đấy chắc là ca này chưa học bậc cái khi học chặt ở bằng giờ nghỉ và đấy ok ok được ok họ cũng chẳng tăng cỡ nhé fixed deposit account បញ្ញាមានការកំណត់គឺជាបញ្ញាដែលមានរយៈពេលមិនយូរមានការកំណត់លើហើយក្នុងពេលការកំណត់ហ្នឹងគឺយើងអាចដកយកមកប្រើប្រាស់បានទេយល់ទេឧទាហរណ៍ថាយើងដាក់ក្នុងរយៈពេល1ខែអញ្ចឹងតរដល់ដាក់ថ្ងៃទៅថ្ងៃ26ទៅអញ្ចឹងរហូតដល់ថ្ងៃ26ខែក្រោយបានយើងអាចយកលុយនេះមកប្រើប្រាស់បានដកទាំងការទាំងដើមអូខេយើងអាចថាគេសុំដកមុនអញ្ចឹងមកកាលណាដកមុនគឺយើងអត់បានការប្រាក់ទៅតាម agreement របស់យើងទេគឺយើងបានការប្រាក់មួយទៀបដែលវិធីគេ offer ជូនអូខេឧទាហរណ៍យើងដាក់6ខែដាក់មួយឆ្នាំអញ្ចឹងដល់ការកំណត់នឹងទើបយើងអាចយកលុយនេះមកប្រើប្រាស់បានតែយើងអាចដកមុនបានប៉ុន្តែថាការប្រាក់គេអត់ផ្ដល់ជូនទៅតាម agreement របស់យើងទេអូខេនេះហៅថាបញ្ញាមានការកំណត់យើងមានដល់10ឆ្នាំទៅណាយើងអាចមានរយៈពេលដាក់ដល់10ឆ្នាំឧទាហរណ៍ជាក់ស្ដែងដូចជាអ្នកណាតែគាត់ទៅយកដីយកអីចឹងទៅគាត់ជឿបើកជាពីសេនីជាអីចឹងទៅគាត់ចង់បានការប្រាក់ចឹងគាត់ដាក់រយៈពេល5ឆ្នាំ10ឆ្នាំអីចឹងទៅដើម្បីយកការប្រាក់ចឹងបើចែកទៅក៏គួរដែរណាបើដាក់ដល់10ឆ្នាំយើងបានដល់7.75%អូខេអញ្ចឹងយើងគួរប្រមូលទៅប៉ុន្មានអូខេបើយើងដាក់$10,000 7.75%ទៅប៉ុន្មានអូខេចឹងតើតោមួយនឹង Same product ហើយនៅ Visa Cash Card យើងមើលទេបងប្អូនមានសំណួរអត់មានទេណាពី activity ក៏មានសំណួរដែរមានសំណួរមានសំណួរអីទេបាទសួរបានរង្វាន់ទេតែបើឆ្លើយបានរង្វាន់អូខេចឹងយើងអាចតទៅមួយ slide ទៀតបានទេអូខេ please យើង Visa Card អូខេ thank you so much សំណួរសួរថាក្នុងការទិញ Visa Card អូខេសម្រាប់ activity Visa Prepaid Card អូខេយើងត្រូវដាក់តម្កល់ប៉ុន្មាននៅក្នុងកង់នោះដើម្បីយើងចាយបាននៅក្នុងហ្នឹងគឺយើងអាចទិញចាប់ពីតម្លៃយើងដាក់លុយចូលចាប់ពី$10ឡើងទៅណា$5ក៏បានដែរណា$5ក៏បានដែរហើយយើងអត់តម្រូវឲ្យតម្កល់លុយក្នុងក្នុង Visa Card ហ្នឹងគឺយើងចាយបើដល់ដល់0អូខេចាយដល់0បាត់យើងសល់ឥឡូវនេះណាត្រូវការចាយបញ្ចូលលុយទៀតចាយដល់អស់លីការចាយបញ្ចូលទៀតចាយអស់ទៀតអូខេ good question មានន័យទេអរគុណច្រើនសំណួរសួរថាសេវាកម្មនិងផលិតផលរបស់ FTB នឹងមានអីខ្លះអូខេខ្ញុំបានជម្រាបជូនខាងលើជួយចុចទៅ slide មួយលើអរេនេះអូខេច្រើនអូខេច្រើនបាច់នេះណាបាច់គាត់យកឯងពេលចប់ session ហ្នឹងស្អែកឡើងណាចង់បានទេគាត់ email ឈ្មោះនិង email address មកខ្ញុំផ្ញើពី soft copy តាម email ជូនពួកគ្នាទាំងអស់ឲ្យតែណាចង់បានអូខេខ្ញុំផ្ញើជូនទាំងអស់អូខេចង់បានខ្ញុំផ្ញើជូនណាចាំយកមានសំណួរទៀតអូខេ
dương mostly dương tinh license thì Angry Bird đó Angry Bird tại cái design dương tinh license cái vô việc đó design lên design cascade của dương làm bay tới tiên của vậy ok mấy cái vô chất tên ngọt mấy vô chất tên ngọt đấy siêu ok học cũng sẵn sàng thì nữa như thế kia đấy ok hay này mà cho rồi okay good question ឧទាហរណ៍គាត់បើក fixed deposit រយៈពេល5ឆ្នាំ អូខេហើយគាត់ចង់បន្តទៅរយៈពេល10ឆ្នាំវិញអូខេអញ្ចឹងថាតើទៅធ្វើម៉េចអញ្ចឹងគាត់ចម្លើយគឺយើង process ឲ្យយើងឈប់ដាក់រយៈពេល5ឆ្នាំយើងបង្វែរទៅ10ឆ្នាំវិញអញ្ចឹងយើងអាចchơiទៅធនាគារហើយយើងប្រាប់ធនាគារតិចទៅគេនឹងធ្វើការដូររយៈពេលជូនអូខេទី1ទី2 process ឲ្យយើងដាក់រយៈពេល5ឆ្នាំដល់ការកំណត់យើងចង់បន្ត5ឆ្នាំទៀតយើងអាចបាច់ប្រាប់ធនាគារក៏ធនាគារបន្តខ្លួនឯងនៅក្នុង system គឺវា roll over ខ្លួនឯងតែម្ដងទេដល់ទៅមកថ្ងៃហ្នឹងខែហ្នឹងឆ្នាំហ្នឹងផុតមកហ្នឹងតែយើងអត់ប្រាក់គឺវា roll ទៅមកផុតយកទៅទៀតដែរអូខេ3ឆ្នាំទៅ3ឆ្នាំ5ឆ្នាំទៅ5ឆ្នាំទៀតអូខេការប្រាក់នៅបូកមួយដើមវានៅក្នុងខោចូលនេះទៅជាដើមរបស់យើងសម្រាប់ next term អូខេឧទាហរណ៍យើងដាក់$10000អញ្ចឹងការប្រាក់$500អញ្ចឹង next term នឹងទៅជា$500អូខេតែការអូខេយើងមកអ្នកមានសំណួរអត់គុណច្រើនសម្រាប់ជំនួសអញ្ចឹងcredit card ជាក់ស្ដែងអាទិត្យនេះយើងអត់មានទេប៉ុន្តែអាផលិតផលយើងនឹងមានឆាប់ដូចគ្នាអូខេអញ្ចឹង credit card នេះគេមានលក្ខខណ្ឌតែកាប់អូខេទី1គឺគេប្រើប្រាស់ជាមួយនឹងអ្នកដែលមានគណនីប្រាក់ខែអូខេមានអ្នកគណនីប្រាក់ខែប្រើជាមួយ FTT យើងទៅគឺយើងមានឲ្យប្រើយើងអាច apply credit card បានអូខេអញ្ចឹងក្នុងការទូទាត់គឺខែម្ដងឧទាហរណ៍គេមាន grace period ណារយៈពេលអនុគ្រោះហ្នឹងគឺរយៈពេលណា10ថ្ងៃបន្ទាប់ពី10ខែទៅយើងត្រូវទូទាត់បើលើគេឆានសម្រាប់ផ្សេងទៀតអូខេអញ្ចឹងបើទៅកំពេលទូទាត់មុនហ្នឹងគឺគេគិតតែការប្រាក់ហ្នឹងឯងតែបើផុតហ្នឹងលើអំណាចលើ10ថ្ងៃដល់ថ្ងៃ30វិញយើងអត់ទាន់ធ្វើការទូទាត់លើ10ថ្ងៃគឺនឹងឆាតមកពីរយណាពីរយលើនឹងទៀតហ្នឹងណាទៅពេល